ជំរាបសួរការបងប្អូនអរគ្នាបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញនៃការបងប្អូនអរគ្នាបាទពីរបៀបការដកលុយចេញពី OKX បាទទៅកាន់ធនាគារសុខភាពរបស់យើងបាទតាមរយៈ P2P អញ្ចឹងបងប្អូនអរគ្នាដែលចង់ធ្វើការទិញលក់ជាមួយគេដើម្បីការពារនៅហានិភ័យផ្សេងៗបងប្អូនអរគ្នាអាចធ្វើការរៀនដកលុយដោយខ្លួនឯងបានបាទតាមរយៈ P2P គឺងាយស្រួលខ្លាំងមែនទែនបាទនៅក្នុង OKX យើងក៏ងាយស្រួលដូចនៅក្នុង exchange ផ្សេងៗដែរសម្រាប់បងប្អូនអរគ្នាដែលមិនទាន់មានគណនី OKX អញ្ចឹងបងប្អូនអរគ្នាអាចធ្វើការចុះឈ្មោះទាំងអស់គ្នាបានអញ្ចឹងការចុះឈ្មោះតាមរយៈ referral link របស់ខ្ញុំបងប្អូនអរគ្នានឹងទទួលបានការ save លុយ rebate ត្រឡប់មកវិញរហូតដល់ 20% ហើយមិនត្រឹមតែប៉ុណ្ណោះទេរាល់ពេលដែលបងប្អូនអរគ្នាចុះឈ្មោះតាមរយៈ referral link របស់ខ្ញុំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី28បងប្អូនអរគ្នានឹងទទួលបានទឹកប្រាក់ចំនួន$10បាទចូលទៅក្នុង OKX របស់បងប្អូនអរគ្នាតែម្ដងអញ្ចឹងដើម្បីទទួលបានរង្វាន់ទឹកប្រាក់ចំនួន$10នេះបងប្អូនអរគ្នាអាចចូលទៅមើលវីដេអូរបស់ខ្ញុំបានខ្ញុំបានធ្វើវីដេអូបង្ហាញដល់បងប្អូនអរគ្នារួចមកហើយពីរបៀបការចូលទៅយកលុយចំនួន$ហ្នឹងថាតើយើងត្រូវធ្វើយ៉ាងណាខ្លះមានលក្ខខណ្ឌបែបណាខ្លះអញ្ចឹងបងប្អូនអរគ្នាអាចចូលទៅមើលបានអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការបង្ហាញដល់បងប្អូនអរគ្នាពីរបៀបការដកលុយចេញពី OKX ទាំងអស់គ្នាបាទអូខេឥឡូវនេះគឺយើងចូលកាន់ OKX របស់យើងហ្នឹងបាទអញ្ចឹងបងប្អូនអរគ្នាមានលុយប្រមាណនៅក្នុង OKX ហើយបងប្អូនអរគ្នាចង់ធ្វើការដកចំនួនប្រមាណបាទអញ្ចឹងឥឡូវនេះដើម្បីធ្វើការដកបានបាទបងប្អូនអរគ្នាចូលមកកាន់កន្លែងវាថា P2P trading បាទយើងចូលកន្លែង P2P trading កន្លែងហ្នឹងមកបាទអញ្ចឹងវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញដល់បងប្អូនអរគ្នារួចមកហើយទាក់ទងទៅនឹងការដាក់លុយចូលបាទវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនអរគ្នាទាក់ទងទៅនឹងការដកលុយចេញអញ្ចឹងដើម្បីដកលុយចេញបងប្អូនអរគ្នាដំបូងគឺយើងចូលមកកន្លែងពាក្យថា P2P ខាងលើនេះបាទ P2P ហើយមកខាងក្រោមនេះយើងយកពាក្យថា sell បាទយកពាក្យថា sell កន្លែងហ្នឹងមកយើងមើលកន្លែងនេះផងបើសិនវាចេញជា KHR នេះបើសិនជា KHR បែបនេះបងប្អូនអរគ្នាទិញជាលុយរៀលបាទទិញជាលុយដុល្លារជាលុយខ្មែរយើងបងប្អូនបាទបើសិនបងប្អូនអរគ្នាអត់ចង់ទិញជាលុយខ្មែរទេបងប្អូនអរគ្នាត្រូវប្ដូរវាទៅជា USD អញ្ចឹងយើង search មក USD នេះបងប្អូនអរគ្នាអូខេអញ្ចឹងវានឹងលូតទៅជាលុយដុល្លារហើយអញ្ចឹងមួយទៀតហ្នឹងគឺបងប្អូនអរគ្នាត្រូវជ្រើសរើសវិធីសាស្ត្រក្នុងការដកបងប្អូនអរគ្នាចង់ដកតាមអីអញ្ចឹងយើងចុចលើនឹងមកអូខេអញ្ចឹងយើងមើលខាងក្រោមនេះបាទមាន ABA ACIDA ធនាគារជាច្រើនទៀតនៅក្នុងហ្នឹងបាទមានធនាគារនៅក្នុងនេះគឺសិតតែធនាគារនៅក្នុងអាស៊ីរបស់យើងបងប្អូនបាទអូខេអញ្ចឹងភាគច្រើនបងប្អូនអរគ្នាប្រើប្រាស់ABA ហើយនិង ACIDA អូខេតោះឥឡូវខ្ញុំយក AC ហ្មងទៅបាទបងប្អូនបាទអូខេយើងចុចមកហើយយើងចុច apply បងប្អូនអរគ្នាចង់ទូទាត់តាម ABA ស្រេចតែបងប្អូនទេអញ្ចឹងការទូទាត់វិធីសាស្ត្រគឺដូចគ្នាទេងាយស្រួលមែនទែនអញ្ចឹងយើងធ្វើការចុច apply មកអូខេអញ្ចឹងក្នុងនោះគឺវាមានច្រើនបាទបងប្អូនអរគ្នាវាមាននេះយើងមើលចំនួនទឹកលុយចាប់ពី100បាទ limit $100បាទ$100ហើយតម្លៃវា 0.093 អូខេអានេះគឺ limit វាចាប់ពី500ឡើងទៅអានេះចាប់ពី200ឡើងទៅអានេះចាប់ពី170បាទអានេះចាប់ពី2000ឡើងទៅអានេះចាប់ពី$100បាទអត់មានទឹកប្រាក់ក្រោមនេះអានេះរឿងវាថ្លៃបាទវាថ្លៃស៊ីការច្រើនឥឡូវអូខេអាក្រោមនេះទៀត$30បាទ$30នាទីវា15នាទីឥឡូវ$30ឥឡូវខ្ញុំដក$30ឧទាហរណ៍បងប្អូនបាទ$30យើងខាតអស់ប្រមាណបងប្អូនបាទដាក់32ចឹងបងប្អូនបាទអូខេ32វាខាតសេវាអស់60សេនបាទយើងទទួលបានប៉ុណ្ណេះបងប្អូនបាទយើងទទួលបានប៉ុណ្ណេះអូខេអញ្ចឹងបើយើងសម្រេចចិត្តថាលក់នៅក្នុងនេះហើយបាទបងប្អូនអរគ្នាចុចកន្លែងនេះ sell កន្លែងនេះមកអូខេចុច sell កន្លែងនេះមកយើងខាតសេវាអស់60សេនហើយយើងចុច add នេះបាទចុច add កន្លែងនេះមកយើង add ធនាគាររបស់យើងចូលណាយើងចុចកន្លែង add ปึ๊បមកសម្រាប់អ្នកថ្មីគឺវាតម្រូវឲ្យយើងធ្វើការ add អញ្ចឹងនេះបងប្អូនអរគ្នាខ្ញុំសូមបញ្ជាក់តិចណាតាក់ទងទៅនឹង exchange ណាក៏ដោយមិនថា OKX ឬក៏ exchange ផ្សេងៗទេអញ្ចឹងឈ្មោះឧទាហរណ៍ឈ្មោះកអញ្ចឹង account ធនាគារត្រូវតែឈ្មោះកដូចខ្ញុំឈ្មោះអមអេនOKX របស់ខ្ញុំណាឈ្មោះអមអេនអញ្ចឹងកងធនាគាររបស់ខ្ញុំត្រូវតែឈ្មោះដូចគ្នាបាទទើបអាចធ្វើការដកលុយបានបាទទាក់ទងការដកលុយឬក៏ដាក់លុយគឺដូចគ្នាឈ្មោះត្រូវតែដូចគ្នាកងធនាគារហើយនិងឈ្មោះ OKX ឬក៏ exchange ផ្សេងៗត្រូវតែឈ្មោះដូចគ្នាទើបយើងអាចធ្វើការដកបានខុសឈ្មោះដកបានទេអូខេឥឡូវនេះគឺយើងដាក់លេខគណនី ABA របស់យើងឬក៏លេខគណនី ACIDA របស់យើងមកអូខេបើសិនជាយើងជ្រើសរើស ABA កន្លែងនេះវាបញ្ជាក់អីនេះគេដាក់ថា ABA ណា ABA Bank តែនេះខ្ញុំយក ACIDA វាចេញ ACIDA អញ្ចឹងយើងដាក់លេខ account របស់យើងមកបាទយើងដាក់លេខ account របស់ ACIDA ឬក៏ ABA របស់យើងមកឥឡូវខ្ញុំសូមដាក់បន្តិចបងប្អូនបាទអូខេឥឡូវនេះគឺខ្ញុំបានបំពេញនៅលេខកងធនាគាររបស់ ACIDA របស់ខ្ញុំចូលរួចរាល់ហើយបើសម្រាប់បងប្អូនគ្នា ABA យើងដាក់លេខ ABA ទៅលេខ9ខ្ទង់ដាក់ចូលទៅអូខេខាងក្រោមនេះគឺយើងអាចដាក់ QR code របស់យើងចូលបាទយើងអាច screenshot QR code របស់ ABA ឬក៏ ACIDA របស់យើងចូលមកអូខេឥឡូវខ្ញុំសូម add ចូលសិន
ដើម្បី add ចូលយើងគ្រាន់តែធ្វើការចុចនេះលើនេះមកចុចលើនឹងប៉ក់មកអញ្ចឹងយើងនឹងឃើញនេះ QR របស់យើងនឹងចុចលើវាមកអូខេអញ្ចឹងវានឹងលោតជួបនៅក្នុងកន្លែងនេះហើយបន្តមកទៀតយើងធ្វើការចុចកន្លែងនេះមកបាទចុច add ផ្លឹបមកអូខេអញ្ចឹងយើងយកអា លេខកូដសម្ងាត់ indicator របស់យើងយកមកដាក់មកបងប្អូនបាទអូខេខ្ញុំផាសចូលផ្លឹបមកវានឹងលោតទៅអូតូកន្លែងនេះគឺវានឹងផ្ញើទៅ email របស់យើងបាទផ្ញើទៅ email របស់យើងមកតង់ទៀតដើម្បីបញ្ជាក់ថានេះពិតជាលេខកូដរបស់យើងត្រឹមត្រូវពិតប្រាកដមែនបាទជា account របស់យើងណាបងប្អូនបាទអូខេឥឡូវនេះគឺវាបានផ្ញើ email មកហើយបាទខ្ញុំចុចចូលនេះបងប្អូនអរគ្នាខ្ញុំយក copy លេខកូដហ្នឹងទៅដាក់អូខេ copy លេខកូដហ្នឹងទៅដាក់ផ្លឹបមកអូខេអញ្ចឹងយើងបាន add រួចរាល់ហើយបងប្អូនអរគ្នាអញ្ចឹងពេលនេះគឺយើងអាចធ្វើការទិញបានហើយអញ្ចឹងយើងចុច sell កន្លែងនេះម្ដងទៀតមកអូខេហើយយើងចុចនេះ sell ផ្លឹបមកអូខេអញ្ចឹងកន្លែងនេះវាត្រូវការ verify ជាមួយនឹង email របស់យើងម្ដងទៀតអូខេអញ្ចឹងយើងចូលមកកាន់ email របស់យើងមកអូខេនេះមើលនេះអូខេ email របស់យើង copy លេខកូដទៅដាក់មកអូខេផ្លឹបអូខេកន្លែងនេះយកលេខកូដសម្ងាត់របស់យើងទៀតមកដែលយើងបានចាក់បងប្អូនបាទអូខេអូខេយើងចុច sell ទៅវាទៅអូតូបន្តិចតែម្ដងអូខេឥឡូវនេះគឺយើងចាប់ផ្ដើមធ្វើការលក់ហើយបងប្អូនបាទលក់ USDT របស់យើងហើយអញ្ចឹងយើងអាចចូលមកកាន់កន្លែង chart នេះបងប្អូនបាទអូខេអញ្ចឹងយើងអាចចុច chart ដូចនៅពេលដែលយើងទិញអញ្ចឹងទិញលក់ដូចគ្នាតែ hello brother អូខេ check ណា check my order please ណាយើងដាក់អញ្ចឹងមកហើយយើងចុចផ្ញើទៅអូខេអញ្ចឹងនៅពេលដែលគេចូលមើលគេនឹងធ្វើការទូទាត់ឲ្យយើងហើយចាំយើងទូទាត់លុយឲ្យគេអញ្ចឹងតេតតងការយើងលក់បាទខ្ញុំសូមបញ្ជាក់តេតតងនឹងការលក់យើងត្រូវរងចាំគេទូទាត់លុយឲ្យយើងជាមុនសិនបាទឲ្យគេបាញ់លុយឲ្យយើងមុនសិនបានយើងធ្វើការទូទាត់លុយនៅក្នុងនេះឲ្យគេបាទតែបើសិនយើងទិញវិញបានន័យថាយើងដាក់លុយចូលនៅក្នុង OKX វិញឬក៏ exchange ផ្សេងៗយើងត្រូវទូទាត់លុយឲ្យគេមុនបាទយើងត្រូវទូទាត់លុយឲ្យគេមុនហើយបានគេទូទាត់លុយឲ្យយើងបាទតែខុសពីទិញបើសិនយើងលក់គេត្រូវទូទាត់លុយយើងមកនេះបងប្អូនអរគ្នាគេបាញ់មកនេះឃើញទេបាទ 31.42 ហើយខាងលើក៏លូតមកដែរនេះបាទ AC ដែរនេះបងប្អូនបាទលូតមកដែរអញ្ចឹងគេក៏បានបាញ់ QR មកយើងដែរនេះ transaction របស់យើងដែរនេះបាទចំនួន 31.42 អញ្ចឹងលឿនមែនទែនបងប្អូនសេវាកម្មអូខេអញ្ចឹងបន្តទៀតគឺបងប្អូនអរគ្នាត្រូវចុច release crypto កន្លែងនេះបាទយើងចុចលើវាមកអូខេអញ្ចឹងកន្លែងនេះគឺវាឲ្យយើងចុច upload រូបថតដែលយើងទទួលបានលុយបងប្អូនអរគ្នាអញ្ចឹងយើងចូលទៅ screenshot លុយនៅក្នុងធនាគារដែលយើងបានទទួលលុយហ្នឹងបាទអូខេយើងចូលក្នុងធនាគាររបស់យើងមកខ្ញុំធ្វើការ screenshot អានឹងហើយខ្ញុំយកមក upload ចូលមកកាន់កន្លែងនេះណាអូខេនេះខ្ញុំធ្វើការ upload ចូលលឹបមកហើយខ្ញុំចុច release crypto ខាងក្រោមនេះអូខេអញ្ចឹងកន្លែងនេះគឺវានឹងផ្ញើលេខកូដទៅកាន់ email របស់យើងអញ្ចឹងយើងចូលទៅកាន់ email ដើម្បីយកលេខកូដមកបំពេញខាងលើគេហ្នឹងបាទអញ្ចឹងយើងផាសវាចូលកន្លែងនេះមកបាទកន្លែងនេះយកលេខកូដសម្ងាត់របស់យើង indicator អូខេលុបមកយើងយកមកដាក់មកអូខេបាទអញ្ចឹងការទូទាត់របស់យើងគឺរួចរាល់ហើយបងប្អូនអរគ្នាបាទអត់មានអីពិបាកទេគឺងាយៗមែនទេយើងដាក់សែងមួយមកផ្លឹបអូខេអញ្ចឹងយើង back ថយក្រោយវិញបាទនេះបងប្អូនអរគ្នាយើងមើលការ order របស់យើងអូខេអត់ចុច positive មកយើងដាក់មក fast service អីចឹងទៅបងប្អូនអរគ្នាបាទ fast service ចឹងមកផ្លឹបចឹងមកអូខេអញ្ចឹងកន្លែងនេះគឺយើងបានន័យថាយើងទូទាត់ឲ្យគេជោគជ័យហើយចំនួនទឹកប្រាក់ 31.42 ដែលយើងទូទាត់ទៅ32យើងទទួលបានប៉ុណ្ណេះបាទយើងខាត់សេវាអស់តិចទេហើយយើងអាចចូលមើលកន្លែងនេះតិចបាទអូខេអញ្ចឹងទឹកប្រាក់របស់យើងគឺនៅសល់$100.9បាទ$100.9ណាបងប្អូនអរគ្នាអូខេអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងពីរបៀបការដកលុយចេញពី OKX ខំថាបងប្អូនអរគ្នាចាស់ពីរបៀបការដកលុយទាំងអស់គ្នាបាទមិនចាំបាច់ទៅពឹងគេជៀសវាងនៅហានិភ័យអីផ្សេងៗបាទអញ្ចឹងវិធីសាស្ត្រគឺងាយៗមែនទែនបាទកុំភ្លេចចុចឈ្មោះបង្កើត OKX តាមរយៈ referral link របស់ខ្ញុំផងដើម្បីទទួលបាននូវឱកាស promotion កាន់តែច្រើនបន្តទៀតផងដែរបាទនេះគឺជាការបង្ហាញរបស់ខ្ញុំទាក់ទងទៅនឹងការដកលុយចេញពី OKX អញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាចេះពីរបៀបការដកទាំងអស់គ្នាហើយបើសិនតែបងប្អូនអរគ្នាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ like ជួយ share ឬជា comment នៅវីដេអូរបស់ខ្ញុំនេះមួយផងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនអរគ្នាបាទបាយបាយ